សូមចម្រើនពរដល់ញាតិញោមជាពុទ្ធបរិស័ទនិងពុកម៉ែបងប្អូនទាំងឡាយផងនេះគឺជាកិច្ចសម្ភាសនឹងញោមនិយាយអំពីរឿងខ្មោចនៅក្នុងវត្តសូមរងចាំស្ដាប់គាត់និយាយចឹងយកនំមកផ្សាយមកអូញោមយកនំមកសែនមិញឲ្យលក់ដាច់ដល់លក់ដាច់ទៅយកតានំទៅណាចាំចាំយកចិត្តណានំតែអាយផ្លែអាយនំផ្លែអាយនំតែអាយអូញោមនេះលក់នោះនេះតើញោមក ណាបាននឹងនេះទេកណានឹងខាងដងរៃបងគូនអូបង្គួននោះខាងដងរៃកណានឹងចិត្តវត្តអីគេមរមីលក្រេបថោចិត្តវត្តក្រេបថោហើយញោមមនុស្សនេះយូរតើមកទៅថ្ងៃផ្អើលដំបងអូថ្ងៃផ្អើលព្រំដែនយើងអើយនោះខ្វេគាត់ថាខ្វេហើយដល់ពេលញោមលក់ខាងនោះមិនដែរណែគេហៅមិនដែរខ្មោចញោមគេហៅបើអត់ស្គាល់ឈ្មោះផងចេះតែហៅអត់ស្គាល់ឈ្មោះប្រាប់ទៅថាខ្ញុំអត់ស្គាល់ឈ្មោះទេខ្ញុំចេះតែហៅចឹងលឹកឃើញចំអត់ទៅអូហៅញោមអត់ហៅលឺអត់ញោមកណាហៅលឺអត់ទេដឹងកាត់លឺអត់ដឹងទេតែអាត្មាដូចសុចនេះដែរជឿដែរតែញោមហៅថាហៅទៅហៅខ្មោចហៅrồiឃើញអញ្ចឹងតែយើងមិនឃើញខ្មោចដឹងឃើញលក់ចេះដឹងថាតែមិនដឹងថាជប់មើលដឹងថាខ្មោចនឹងមិនដឹងទេហើយដល់លក់នេះតែគេចុះយកហើយគេតាចអត់តាចអត់ណានោះម្នាក់តែគ្នាលេងរត់មកទៅនោះដែរនោះច្រើនទេនៅទៅវិញអត់ទៅហើយហើយទៅណាសល់ផ្ទះទៀតមានប្រទេសមានផ្ទះទៅខ្លះទៅបាននៅខ្លះទៅបាននៅបើនៅត្រង់បើទេមកទៅតាមវិញថាបែរនេះឯងទៅនៅមុខហើយមុខលេខបានទេបាច់ទៅមកទេទៅនៅមករត់ទៅបានតាមមកបានអស់ព្រំដែនហ្នឹងគេអត់គ្រប់ខានទេហ្នឹងក៏វាមិនបាច់វាមិនអីទេតែរំខានដោយត្រង់ទៅយកផងចាទៅហ្នឹងគេទៅតែទៅវិញវាទៅមានតែតាមហើយបើអត់បានទៅនោះមើលសំអាំងថ្ងៃណានេះអីក៏មិនហៅបើកណាយកទៅជួយហូបចេះហើយហើយតែយេមកហូបទៅគឺយើងបាច់មានសិតបាក់ផងចាពីព្រឹកមិញយាយម្ចាស់បងប្អូនកូនចៅក៏មិនដឹងមកទិញគ្រឿងកំប៉ុងមកកំប៉ុងហ្នឹងមកដាក់ចាចែងទិញវើទិញអ៊ីប្រៃយកមកដាក់កន្លែងនេះត្រូវបានអត់ត្រូវតែចៅទៅមកនេះហើយដល់ពេលញោមយកអីមកដាក់ទៅចេះតែលក់បានដាច់ហ្នឹងហើយបើតែខ្លះគេមិនគិតទេបងហៅមិនហៅគាត់លឺគាត់ធ្វើមិនបានហូបបានបើចិត្តយើងស្គាល់ត្រង់ថាហៅទៅហូបគាត់បានហូបវាបើចង់បើឡើងទៅនេះញោមបាទថ្មចង់ថតនេះទៅក្រោយពីសម្ភាសញោមរួចមកញោមក៏បានប្រាប់រៀបរាប់អំពីបញ្ហាចេតដីដែលនៅខាងក្រោយខ្នងគាត់លក់នៅខាងក្រៅវត្តផងនៅក្នុងវត្តផងគាត់ថាជួនកាលខ្លះខ្មោចនឹងមកហៅគាត់ឲ្យយកអ្វីទៅថ្វាយឬក៏ជូនគាត់ផងដែលគាត់កំពុងតែស្រេកឃ្លាននេះគឺជាឆ្អឹងពុព្វបុរសឬក៏ជាធាតុរបស់ពុព្វបុរសដូនតាខ្មែរដែលស្ថិតនៅក្នុងវត្តកណ្ដាលហើយនៅឃុំស្រះជីស្រុកភ្នំស្រកខេត្តបន្ទាយមានជ័យនេះគឺជាធាតុរបស់ពុព្វបុរសខ្មែរឃើញតែលលាក្បាលរបស់ពួកគាត់ទេហើយក៏មិនដឹងថាខ្លួនប្រាណឆ្អឹងជើងឆ្អឹងដៃនៅត្រង់ណានោះទេក៏ប៉ុន្តែគេយកមកទង្គល់ទុកក្នុងចេតិយនេះដល់យ៉ាងច្រើនសម្បើមយ៉ាងកកកហើយញោមដែលលក់នៅក្បែរនោះគាត់ថាពេលខ្លះមកហៅគាត់ហ
ហើយគាត់ក៏បានយកនំទៅថ្វាយទៅជូនគាត់ដើម្បីឲ្យលក់ដូរឲ្យបានសមប្រកបសួរហេតុផលដូចបានរៀបរាប់មកហើយថាគាត់បានបកស្រាយនឹងប្រាប់សូមចម្រើនពរលានិងជម្រាបលា